វាសួរបងប្អូនអរគ្នាបងប្អូនអ្នកខ្លះដែលប្រើទូរស័ព្ទ iPhone ហើយចង់ដឹងថាតើចំនួននៃការសាកថ្មរបស់ទូរស័ព្ទ iPhone យើងបានប្រហែលដងហ្នឹងសាសមាន3បងប្អូនអញ្ចឹងវិធីសាស្ត្រទី1គឺខ្ញុំបានចេញម្សិលមិញហើយយើងមើលលើ capacity ថ្មភាគរយថ្មហើយវិធីសាស្ត្រទី2នេះគឺយើងមើលលើចំនួននៃការសាកថ្មអញ្ចឹងបងប្អូនទៅទស្សនាមួយខ្ញុំទាំងអស់គ្នាឥឡូវបងប្អូនចូលមកដល់ setting ដែរមកបងប្អូនជាដំបូងបងប្អូនត្រូវចូលកន្លែង setting ទៅដែរមកបងប្អូនរកពាក្យ privacy and security នេះមកបន្តមកទៀតបងប្អូនចុចចូលកន្លែងហ្នឹងមកហើយបន្តមកទៀតបងប្អូនចុចចូលកន្លែងពាក្យ data នេះបងប្អូនពាក្យ data អញ្ចឹងនៅពេលទិញទូរស័ព្ទបងប្អូនអាចមើលលើ capacity មើលលើចំនួននៃការសាកថ្មរបស់ទូរស័ព្ទយើងបានប៉ុន្មានដងអញ្ចឹងបងប្អូនបន្តមកទៀតបងប្អូនត្រូវចុចចូលកន្លែងថ្ងៃណាដែលបងប្អូនបញ្ចូលថ្មក្រោយពីបោះអញ្ចឹងដូចខ្ញុំរកពាក្យថ្ងៃដែលយើងបញ្ចូលថ្មក្រោយពីបោះសូមជម្រាបបងប្អូនអញ្ចឹងខ្ញុំបញ្ចូលថ្មនៅម្សិលមិញថ្ងៃនេះម្សិលមិញចឹងពេលយប់ចឹងចូលថ្ងៃទី9អញ្ចឹង analytics នេះមកចុចចូលនោះមកហើយបន្ទាប់មកបងប្អូនចុច copy មកបងប្អូនចុច copy មក select អស់ហើយ copy ចឹងមកហើយបន្ទាប់មកបងប្អូនចេញមកយកពាក្យរចូលកន្លែងនេះកន្លែង note នៅកម្មវិធីទូរស័ព្ទហ្នឹងបន្ទាប់មកទៀតបងប្អូនយកកន្លែងនេះមកនេះកន្លែង Hobbit នៅក្រោមនេះខាងស្ដាំដៃហើយបន្ទាប់មកបងប្អូនផាសចូលមកបន្ទាប់ពីផាសចូលមកបងប្អូនចុចកន្លែង track 3មកចុចកន្លែង track 3ខាងលើហ្នឹងមកបងប្អូនហើយបន្ទាប់មកឲ្យយើង search អញ្ចឹងយើងវាយពាក្យបន្ទាប់មកបងប្អូនចុចពាក្យ battery នេះបន្ទាប់មកបងប្អូនចុចពាក្យ battery នេះបន្ទាប់មកបងប្អូនវាយពាក្យ battery ហ្នឹងមកហើយបន្ទាប់មកបងប្អូនមើលរកមើលកន្លែងនេះបងមើលពាក្យនេះពាក្យ click on នេះមក click on នេះ543ដងអញ្ចឹងមានន័យថាទូរស័ព្ទខ្ញុំសាកចំនួន543ដងទាំងថ្ងៃទី29យប់មិញហ្នឹងហើយអញ្ចឹងបងប្អូនអាចឆែកតាមទីសាស្ត្របានអញ្ចឹងខ្ញុំសូមចប់វីដេអូតែប៉ុណ្្នឹងបងប្អូនហើយបងប្អូនជួយ follow ដើម្បីទទួលបាននៅវីដេអូថ្មីទៀតហើយសូមជម្រាបលាបងប្អូនជួយ like ជួយ follow ជួយ share បងប្អូនហើយក៏អរគុណបងប្អូន